ដើម្បីចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ3មីនាលើកទី28ឆ្នាំ2026សូមគោរពអញ្ជើញអង្គពិធីទាំងមូលទស្សនីយភាពរបាំសហសម័យដែលមានចំណងជើងថាការការពារទឹកដីសក្ការៈយើងរះឡើងក្នុងសម្លេងតែមួយដែលសម្ដែងដោយសិល្បករសិល្បករនីនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈទស្សនីយភាពរបាំសហសម័យនេះបង្ហាញពីការផ្សាយព្រហ្មវិហារធម៌ការបួងសួងសុំសន្តិភាពនិងស្មារតីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងតម្លៃជាតិថ្លៃថ្នូរដែលបុព្វបុរសបានបន្សល់ទុកតាមរយៈការរួមបញ្ចូលរបាំបុរាណភ្លេងពិណពាទ្យរបាំសហសម័យជាមួយនឹងស្គរជ័យនិងភាពយន្តខ្លីរបស់ក្រុម One Voice សម្លេងខ្មែរតែមួយសហការនិងគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈស្នាដៃនេះបង្ហាញពីអត្តសញ្ញាណជាតិនិងសាមគ្គីភាពខ្មែរក្នុងបំណងស្វែងរកសន្តិភាពដែលមានកិត្តិយសសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌យូរអង្វែងម្យ៉ាងទៀតស្នាដៃនេះបញ្ជាក់ច្បាស់ថាយើងមិនមែនជាអ្នកឈ្លានពានទេយើងជាអ្នកនាំផ្លូវនៃសន្តិភាពការការពារទឹកដីសក្ការៈមិនមែនជាការជំរុញចំនួនឡើយប៉ុន្តែជាការការពារដោយសេចក្តីថ្លៃថ្នូរជាការគោរពច្បាប់អន្តរជាតិនិងគោលការណ៍មនុស្សធម៌យើងចង់បានសន្តិភាពហើយយើងផ្សព្វផ្សាយមេត្តាករុណាទៅកាន់គ្រប់ជីវិតកម្លាំងពិតរបស់ជាតិខ្មែរគឺស្ថិតនៅលើសាមគ្គីភាពសិលធម៌សេចក្តីថ្លៃថ្នូរនិងការការពារកេរដំណែលវប្បធម៌ដើម្បីខ្មែរជំនាន់ក្រោយសូមគោរពអញ្ជើញអង្គពិធីទាំងមូលទស្សនីយភាពរបាំសហសម័យការការពារទឹកដីសក្ការៈយើងរះឡើងក្នុងសម្លេងតែមួយដូចតទៅឧកាសៈវន្ទាហੰអ្នកមោអ្នកមាសការังវន្ទាហੰអង្គព្រះចិនស្រីធម្មគរាជជ័យវរ្ម័នទេវៈមេអឧរុហរាជាជាទីគោរពសក្ការៈដាស់តេមេរតាសូមក្រាបនមស្ការថ្វាយបង្គំអង្គអវតារព្រះអធិទេពគ្រប់ព្រះអង្គដ៏មានសេរីយើងខ្ញុំប្រការណាទាំងអស់គ្នាសូមថ្វាយនៅពន្លឺទៀនធូបសូរសំឡេងដូរតន្ត្រីនិងរបាំព្រមទាំងបូជាកម្លាំងកាយវាចាចិត្តថ្វាយគ្រឿងសក្ការៈបូជាសូមពរជ័យសិរីសុខាសូមឲ្យមានដេចជះមនុស្សម្នាក់ឈ្នះអស់មាសត្រូវទាំងឡាយទិសទាំង8ក៏ក្រើកចក្រវាលទាំងមូលយៈមហੰគ្រូអចរិយ៉ាងសារណង្កតោអេមីនីសការេនតាំងគ្រូអចរិយ៉ាងអភិបូចយាមីបេយោទេវមនុស្សានੰបេយោព្រំមាអ្នកមុតមោបេយោនិគាសុបណានੰបេនិន្ទ្រីយ៉ាង
អ្នកមៀមីហាំងសូមឲ្យសពសត្វក្នុងដែនបូរីនេះបានដល់នៅសេចក្តីសុខសន្តិភាពតាមកម្លាំងសទ្ធាបដិបត្តិបុណ្យមហនកុសលធម្មមាទេវោអៃដអង្វែងទៅនឹងសូមឧទ្ទិសមហាកុសលនេះថ្វាយចំពោះបុព្វវីរៈបុរសខ្មែរគ្រប់ជំនាន់ដែលបានបន្សល់នៅមរតកទឹកដីអង្គរនិងវប្បធម៌ដ៏ច្រើនមហិមាដល់កូនខ្មែរគ្រប់ជំនាន់ឲ្យបានថិតថេរគង់វង្សជាអមតាអ្នកមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈសេរីសុភមសតុវិរៈមង្គលាពុទ្ធសករាជព្រះសាសនាព្រះបរមគ្រូសាស្តេចចារ្យកន្លងទៅបាន2569ព្រះវស្សាទូព្រះបង្គំយើងខ្ញុំទាំងអស់គ្នាបានចូលមកក្រាបបង្គំទូថ្វាយទូសបរមីដ៏ត្រង់រិទ្ធទេវតាទេពនិករអមមេឃដែលស្ថិតនៅក្នុងឋានឈរកម្មាវិចរសួរទាំង6ជាន់មានឋានចតុមហារាជកាលតាវតង្សាយាមាតុសិតានមានិរតីបរិនិមិត្តសវតីដែលមានសម្ដេចព្រះអមរិន្ទឥន្ទ្រាទេវរាជជាដើមនិងឋានសោលស្សៈមហាព្រំលោកទាំង16ជាន់សូមយាងអញ្ជើញព្រះបាទរាមទេពដែលជាស្ដេចទេវតាដែលលោកថែរក្សាប្រាសាទឋានក៏សូមអញ្ជើញព្រះឥសូរព្រះនារាយណ៍ប្រចាំទីបស័យហេមរៈបភកណីក្នុងទេវស្ថានសូមយាងទេពធីតាទាំង7ព្រះអង្គដែលគង់ថែរក្សាថ្ងៃទាំង7និងសូមយាងទេវតាទេពធីតាដែលលោកថែរក្សាគ្រប់ខ្នងភ្នំក្នុងបរិជាណាចក្រកម្ពុជាសូមលោកយាងមកគង់ប្រថាប់នៅសវណ្ណអាសនៈទីនេះហើយសូមទ្រង់ព្រះសណ្ដាប់បិទថ្ងៃនេះយើងខ្ញុំទាំងអស់គ្នាបានរៀបចំនៅគ្រឿងសក្ការៈបូជាព្រមទាំងដង្វាយដើម្បីនឹងបួងសួងសូមសេចក្តីសុខក្តីចម្រើននិងសូមសន្តិភាពជារៀងរហូតទៅសក្ការបដិគន្ធហតុហេតុដូច្នោះក៏សូមទេវតាទេពធីតាស្ដេចចក្រឡោកបាទាំង4ទសបរមីវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គលោកយាងសែបសោយនៅដង្វាយទាំងអនបាលមកនេះហើយក៏សូមពិភៈរក្សាយើងខ្ញុំទាំងអស់គ្នាដែលមានវត្តមាននៅក្នុងទីនេះក៏សូមឲ្យបានសុខខាងបរមសុខាប្រះចាកនៅទុក្ខសោករោគភ័យឧបទ្រពចង្រៃក៏សូមឲ្យបវាសជៀសចេញឆ្ងាយចាប់តាំងពីពេលនេះតរៀងទៅអងថ្វាយភ្លេងសែនព្រេនសូមដាក់ដៃចុះមកបួងបនទេពាលីរលដ
កូនផង ញ៉ៃតែបាញ់គ្នាលឺក្របទឹងកូនម៉ែអើយម៉ែឯងជូនពោកូនផងជីវិតខ្ញុំជូនជាតិធៀបជូនម៉ែឯងហើយគេថាកូនកុំយ៉ែងចាំម៉ែអត់ចូលចិត្តទេកូនកុំយ៉ែងភាសានោះខ្ញុំដាច់ទេខ្ញុំជាស្រីខ្មែរជាម្ដាយជាគ្រូនិងជាសិល្បករនីរបាំខ្ញុំរាំនៅទីនេះក្នុងនាមជាកូនស្រីនៃទឹកដីជាទីសក្ការៈសង្គ្រាមនេះយើងមិនមែនជាអ្នកចាប់ផ្ដើមទេយើងមិនមែនជាអ្នកឈ្លានពានទេប៉ុន្តែយើងគឺជាអ្នកការពារអ្វីដែលជាកម្មសិទ្ធិស្របច្បាប់របស់យើងទឹកដីដ៏ពិសិដ្ឋរបស់យើងកេរដំណែលវប្បធម៌របស់យើងនិងប្រាសាទជាទីសក្ការៈរបស់យើងដូចជាប្រាសាទព្រះវិហារប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងប្រាសាទជាច្រើនទៀតទឹកដីសក្ការៈរបស់យើងមិនមែនជាទីកន្លែងសម្រាប់ធ្វើសង្គ្រាមទេប៉ុន្តែជាទីកន្លែងនៃសន្តិភាពខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាមកស្ដាប់នៅសំឡេងនៃដួងព្រលឹងសន្តិភាពរបស់ខ្មែរពួកយើងរស់ក្រោមពន្លឺព្រះច័ន្ទតែមួយពួកយើងរស់នៅលើផែនដីតែមួយបាត់ដីគឺបាត់អនាគតបាត់ប្រាសាទគឺបាត់ព្រលឹងជាតិបាត់ជាតិគឺបាត់ខ្លួនឯងបាត់ស្ថិរភាពគឺបាត់សន្តិភាពរបស់កូនចៅជំនាន់ក្រោយជូនចំពោះពិភពលោកសូមឈរជាមួយកម្ពុជាការពារកេរមរតករបស់ពួកយើងគាំទ្រសន្តិភាពនិងយុត្តិធម៌ដ៏យូរអង្វែងជូនចំពោះប្រជាជនកម្ពុជារបស់ខ្ញុំពួកយើងរឹងមាំជាងគ្រាប់បែកទាំងអស់នោះទៅទៀតពួកយើងមានអាយុកាលចំណាស់ចាស់ជាងខណ្ឌសីមាព្រំដែននោះទៅទៀតសូមឲ្យសិល្បៈវប្បធម៌របស់យើងក្លាយជាសម្លេងនិងជាកម្លាំងរបស់យើងជូនចំពោះអង្គការសហប្រជាជាតិអាស៊ាន UNESCO និងដួងព្រលឹងទាំងអស់នៅលើលោកដែលជឿលើសន្តិភាពទោះបីប្រទេសយើងតូចក៏ដោយប៉ុន្តែសម្លេងនិងសច្ចភាពរបស់យើងរឹងមាំណាស់ពួកយើងចង់បានសន្តិភាពដែលមានឫសគល់នៃការគោរពសេចក្តីពិតនិងសេចក្តីថ្លៃថ្នូរខ្ញុំមិនមែនរាំដើម្បីគេឈ្មោះនោះទេខ្ញុំរាំគឺដើម្បីសន្តិភាពដែលឋិតថេរជានិរន្តរ៍ប្រាសាទនិងទីវត្តអារាមរបស់យើងត្រូវបានបំផ្លាញដោយគ្រាប់បែកប្រជាជនរបស់យើងត្រូវបានក្លាយជាជនភេសកប្រាសាទរបស់យើងមិនមែនគ្រាន់តែជាដុំថ្មតែជាព្រលឹងរបស់អរិយធម៌យើងជាអត្តសញ្ញាណជាតិរបស់យើងជាសម្លេងរបស់បុព្វបុរសយើងពាន់ឆ្នាំមកហើយនៅពេលដែលអ្នកទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារអ្នកធ្វើឲ្យព្រលឹងរបស់យើងរងរបួសនៅពេលអ្នកបំផ្លាញប្រាសាទណាមួយរបស់យើងអ្នកកំពុងលុបបំបាត់សម្លេងនិងព្រលឹងនៃសេចក្តីពិតចេញពីប្រវត្តិសាស្ត្រយើងជាជនជាតិខ្មែរទាមទារឲ្យមានការទទួលខុសត្រូវមិនមែនត្រឹមតែសម្រាប់អ្វីដែលបានបំផ្លាញប៉ុន្តែសម្រាប់សម្លេងប្រាសាទដែលត្រូវបានលុបបំបាត់នៃសេចក្តីពិតដែលបង្កប់នៅក្រោមថ្មនិងព្រលឹងនៃអរិយធម៌យើងដែលត្រូវបានស្ងៀមស្ងាត់ដោយអំពើហិង្សានេះ
នេះមិនមែនត្រឹមតែជាចំនួនព្រំដែនទេវាคล้ายជាវិបត្តិមនុស្សធម៌គ្រួសារជាច្រើនបានភៀសខ្លួនចេញពីផ្ទះដោយភាពភ័យខ្លាចមន្ទីរពេទ្យត្រូវការសម្ភារៈនិងជំនួយបន្ទាន់ប្រជាពលករត្រូវបានបង្ខំចិត្តវិលត្រឡប់មកប្រទេសយើងវិញយ៉ាងច្រើនដោយមិនបានរំពឹងទុកដីរបស់យើងត្រូវបានទន្ទ្រានយកដោយខុសច្បាប់ផ្ទះរបស់យើងត្រូវបានបំផ្លាញសាលារៀនត្រូវបានបិទកុមារគេងដោយគ្មានសុវត្ថិភាពពួកយើងមិនត្រូវការសង្គ្រាមពួកយើងត្រូវការការការពារត្រូវការជំនួយត្រូវការក្តីសង្ឃឹមនៅពីក្រោយរាល់តួលេខទាំងអស់មានម្ដាយម្នាក់កុមារម្នាក់កសិករម្នាក់ជីវិតមួយកំពុងរងចាំជំនួយហើយជំនួយនោះគឺសន្តិភាពដែលយើងត្រូវការគឺជាសន្តិភាពដែលគោរពសិលធម៌និងសេចក្តីថ្លៃថ្នូរទាមទារយុត្តិធម៌ការពារវប្បធម៌និងព្យាបាលបេះដូងប្រជាជនរបស់យើងឡើងវិញអ្នកទាំងអស់គ្នាដែលជឿលើយុត្តិធម៌ជឿលើសន្តិភាពយូរអង្វែងជឿលើសេចក្តីថ្លៃថ្នូរនិងមេត្តាករុណាអ្នកមោពុទ្ធាយៈអ្នកមគ្គពតៈឧអរហង្គមេត្រីយ៉ាងវន្ទាមីខ្ញុំគឺជាទឹកដីនៅក្រោមបាតជើងរបស់អ្នកទ្រទ្រង់អ្នកជារៀងរាល់ថ្ងៃប៉ុន្តែខ្ញុំមិនមែនគ្រាន់តែជាទឹកដីធម្មតាទេខ្ញុំគឺជាទឹកដីសក្ការៈខ្ញុំគឺជាស្មារតីដ៏រឹងមាំខ្ញុំគឺជាអាត្មានខ្ញុំគឺជាប្រវត្តិសាស្ត្រខ្ញុំគឺជាព្រលឹងខ្ញុំចងចាំនៅគ្រប់ជំហាននៃដានជើងរបស់អ្នកឈ្មោះអ្នកព្រមទាំងចងចាំនៅអ្វីដែលអ្នកបានប្រព្រឹត្តទាំងសំឡេងយំទាំងសំឡេងសប្បាយរីករាយទាំងសំឡេងនៃភាពជោគជ័យនិងទាំងសំឡេងនៃសេចក្តីទុក្ខសោកគ្រប់គ្រាប់ពូជដែលបានបណ្ដុះខ្ញុំសូមឲ្យអ្នកតស៊ូថែរក្សាខ្ញុំកុំឲ្យបាត់បង់ការពារខ្ញុំព្រោះខ្ញុំជាអ្នកផ្ដល់ជំរកផ្ដល់ទីលំនៅឋានដល់កូនចៅរបស់អ្នកផ្ដល់ស្ថិរភាពផ្ដល់សន្តិភាពដល់កូនចៅរបស់អ្នកដែលនៅទីនេះនិងពេលនេះព្រមទាំងទៅអនាគតហាអេសូមជាងអតិទេពណាលោកាព្រះគុណហើយមានរិទ្ធចេស្តាអីអេអណារិទ្ធាអើយខ្លា
ងខ្លាណាលោកអើយព្រះគុណហើយ នៃចាំងក្រវាលចាំងក្រវាលសូមចូលរួមជាមួយខ្ញុំលើផ្លូវទៅកាន់សន្តិភាពដែលមានជីវិតរស់រាននៅក្នុងប្រាសាទរបស់យើងនិងក្នុងបេះដូងរបស់យើងពួកយើងមិនស្វែងរកការសងសឹកទេពួកយើងស្វែងរកអ្វីដែលជាយុត្តិធម៌ពួកយើងស្វែងរកសន្តិភាពយូរអង្វែងជារៀងរហូតទៅ
ក្មេងដើរចោលឯងណាណាឥឡូវទៅសងំធ្វើអត់ស្អីធ្វើអង្គួចនេះហ្នឹងឲ្យក្មេងមើលស្គាល់បាត់យូរអើយអង្គួចខ្មែរបារាណយើងណាបីសុខសប្បាយទេអីក្មួយអស់គ្នាអើយសុខស្អីបាទសុខសប្បាយណាសុខសប្បាយគ្នាបាទជំរាបសួរបាទអើយនេះគួតស័យហ្នឹងណាខំសងំធ្វើមិញហ្នឹងណាសម្រាប់បាត់យូរហើយធ្វើឲ្យបងក្មេងស្គាល់នេះមកអង្គួចស័យរបស់ខ្មែរបុរាណយើងហ្នឹងណាបាត់ហើយអ៊ំចិត្តកោះរកាយយកមកធ្វើឡើងវិញណាទើបឥឡូវនេះបានធ្វើចេញមកតាយកចង្កឹងមួយបាច់មកនេះចែកកាច់ចង្កឹះមើលកាច់មួយទៅបាក់ចង់ដឹងឲ្យកូនពន្លោកកាន់គ្រប់ប្រាកាច់ទៅចៅណាហើយគាត់ឲ្យកាច់កុំបីខានកាច់មួយបាក់ចង្កឹងនោះបានបាក់សងសោកាច់ទឹកបាច់ត្មងកាច់ទឹកបាច់តាយកចង្កឹងមួយបាច់ថ្មីកាច់បាក់ចៃហុចយ៉ាងគ្មានថ្មីឲ្យទៅកូនកាច់បាក់ចង្កឹងឲ្យសាបសូឃើញទេចៅក្មួយណាតែរាល់រូបកូនគេកាច់មិនបាក់ទេមិនបាក់តែយើងតែម្នាក់គេមិនបាក់យើងបានហើយអញ្ចឹងទេក្មួយចៅតាមចង់ចាំថាមានតែការស្រឡាញ់គ្នាការរួបរวมគ្នាសាមគ្គីគ្នាទេទើបជាកម្លាំងឈ្នះលើសត្រូវទាំងពួងណាចៅក្មួយចង់ចាំណាបាទសាក់គួចមើលណាកូនមាសរបស់ម្ដាយសូមកូនខំប្រឹងរៀនសូត្រណាកូនណាខំប្រឹងកសាងទម្លាប់ល្អនិងថែរក្សាបេះដូងឲ្យពោពេញទៅដោយក្តីមេត្តាសុចរិតនិងការយកចិត្តទុកដាក់ចំពោះអ្នកដទៃម្ដាយប្រាថ្នាឲ្យកូនឆ្លាតមានសុខភាពល្អមានសុវត្ថិភាពហើយប្រាថ្នាឲ្យកូនធំឡើងក្លាយជាមនុស្សល្អដែលមានប្រាជ្ញានិងសិលធម៌ដឹងគុណស្គាល់ការគោរពនិងចេះរស់នៅជាមួយមនុស្សជុំវិញខ្លួនដោយសន្តិភាពណាកូនប្រទេសរបស់យើងត្រូវការយុវជនដែលមានចិត្តល្អមានប្រាជ្ញាខ្ពស់និងមានក្តីស្រឡាញ់ចំពោះមនុស្សនិងដីកំណើតម្ដាយជឿជាក់លើកូនជានិច្ចនិងស្រឡាញ់កូនលើសអ្វីទាំងអស់ជាមួយដៃទាំងពីររបស់យើងថែដីយើងការពារសន្តិភាពសេចក្តីថ្លៃថ្នូររបស់យើងជាមួយបេះដូងពេញដោយក្តីស្រឡាញ់យើងពោលកូនយើងនៅដៃជាមួយសំឡេងសាមគ្គីភាពជាធ្លុងមួយយើងសន្យាថា
ការពារសម្បត្តិដូនតារបស់យើងមិនបោះបង់ដីរបស់យើងឡើយដីនេះនៅរស់ព្រោះយើងនៅរស់សូមឲ្យព្រលឹងដូនតាខ្មែរបារមីទឹកដីសក្ការៈរបស់យើងជាងមកឃុំក្រងពួកយើងឲ្យឈ្នះអស់មារសត្រូវគ្រប់ទិសទីដីខ្មែរព្រលឹងខ្មែរដីខ្មែរព្រលឹងខ្មែរដីខ្មែរព្រលឹងខ្មែរយ៉ាអូយ៉ាអូ
ព្រំវិហារធម៌ស្ថិតនៅក្នុងដួងចិត្តព្រំវិហារធម៌ភ្លឺនៅក្នុងគំនិតព្រំវិហារធម៌លេចធ្លោតាមវាចាព្រំវិហារធម៌ជាអំណាចដ៏ស្ងប់ស្ងាត់ប៉ុន្តែមហាសាលផ្សាយពន្លឺមេត្តាទៅគ្រប់ទិសលោកាសូមឲ្យមេត្តាករុណាមុទិតានិងឧបេក្ខាលូតលាស់ពីបេះដូងមនុស្សទៅជាពន្លឺនៃសង្គមពីកម្ពុជាទៅដល់ពិភពលោកទាំងមូលសូមឲ្យមេត្តាករុណាមុទិតានិងឧបេក្ខាលូតលាស់ពីបេះដូងមនុស្សទៅជាពន្លឺនៃសង្គមពីកម្ពុជាទៅដល់ពិភពលោកទាំងមូលសូមឲ្យសពសត្វទាំងអស់ក្នុងលោករួចចាកផុតពីទុក្ខភ័យមានសុខសន្តិភាពរស់នៅដោយភាពសុខដុមរមនានិងកុំបីឃ្លៀងឃ្លាតពីសេចក្តីល្អឡើយ